បាទសួស្តីបងប្អូនថ្នាក់ទី12ទាំងអស់ថ្ងៃនេះលោកគ្រូនឹងកែវិញ្ញាសារូបវិទ្យាថ្នាក់ទី12ដែលធ្លាប់ចេញប្រឡងកាលពីឆ្នាំ2011ថ្នាក់វិទ្យាសាស្ត្រសង្គមនិងថ្នាក់វិទ្យាសាស្ត្រហ្នឹងវាត្រូវគ្នាដែរអញ្ចឹងណាបាទអញ្ចឹងយើងអាចទៅកាន់ប្រធានលំហាត់ទាំងអស់គ្នាណាបាទសូមទស្សនាបាទនេះជាវិញ្ញាសារូបវិទ្យាថ្នាក់ទី12ថ្នាក់វិទ្យាសាស្ត្រសង្គមសម័យប្រឡង25កក្កដាឆ្នាំ2011លោកគ្រូលើកឡើងនេះយកមកជាទុនសម្រាប់បងអូនមើលជាគំរូដែលគេធ្លាប់ប្រឡងចេញណាបាទអញ្ចឹងខ្ញុំដកស្រង់លំហាត់ទី1សិននៃវិញ្ញាសា2011នេះចឹងលំហាត់ទី1គេថាកណនីលបឿនបាទកណនីលបឿនបាទសំតិចខ្ញុំយកបិចបាទនេះកណនីលបឿនបាទកណនីលបឿនប្រសិទ្ធនៃឧស្ម័នអុកស៊ីហ្សែនបាទអូដឺណាបាទស្ថិតនៅសីតុណ្ហភាព0អង្សាសេបាទស្ថិតនៅសីតុណ្ហភាព0អង្សាសេគេឲ្យថេឧស្ម័នបាទឬក៏ថេសកលនៃឧស្ម័នបរិសុទ្ធរបស់យើងណា S ស្មើ8.31 Joule ក្នុង1ម៉ូលកាវិនបាទហើយនឹងគេឲ្យម៉ាស់ម៉ូលឧស្ម័នបាទម៉ាស់ម៉ូលឧស្ម័នតាំងពី M ធំគឺស្មើ32គុណនឹង10ស្វ័យគុណ3គីឡូក្រាមក្នុង1ម៉ូលម៉ាស់ម៉ូលឧស្ម័នបើតាមឯកសារខ្លះគេហៅទម្ងន់ម៉ូលេគុលទៀតបាទអញ្ចឹងណាបាទអញ្ចឹងយើងទៅមើលដំណោះស្រាយប៉ុន្តែមុននឹងយើងដោះស្រាយលំហាត់នេះលោកគ្រូរំលឹករូបមន្តលបឿនប្រសិទ្ធបាទលបឿនប្រសិទ្ធនៃឧស្ម័នបាទអញ្ចឹងយើងមើលការរំលឹកអំពីរូបមន្តលបឿនប្រសិទ្ធនៃម៉ូលេគុលឧស្ម័នចាលបឿនប្រសិទ្ធនៃម៉ូលេគុលឧស្ម័ននេះបើតាមសភៅពងក្រសួងគេថារឹសការ៉េនៃការ៉េលបឿនមធ្យមបាទគេហៅអញ្ចឹងណាបាទបើតាមសភៅពងក្រសួងហើយគេតាំងវាដោយ VMS បាទ MS ហ្នឹងមកពីពាក្យថា rooming square អញ្ចឹងណាបាទដែលស្មើនឹងរឹសការ៉េនៃ 3RT លើ M បាទ 3RT លើ M ឬក៏ស្មើទៅនឹង 3KBT លើ M0 បាទអញ្ចឹងណាហើយ VMS នេះគេហៅវាថាលបឿនប្រសិទ្ធនៃម៉ូលេគុលឧស្ម័នឬជួនកាលបើតាមសភៅពងក្រសួងគេហៅថារឹសការ៉េនៃការ៉េលបឿនមធ្យមនេះតាមសភៅពងក្រសួងណាបាទហើយគិតជាម៉ែត្រក្នុងវិទីហើយមួយទៀតតេធំបាទតេធំយើងហៅថាសីតុណ្ហភាពដាច់ខាតបាទឬក៏សីតុណ្ហភាពនៅលើមាត្រដ្ឋានកែវិនណាបាទដែលតេធំនេះវាស្មើនឹងតេតូចបូក273បើជាតម្លៃស្តង់ដារហ្មងតេតូចបូក273.15អញ្ចឹងណាហើយតេនេះគេហៅថាសីតុណ្ហភាពលើមាត្រដ្ឋានសេស៊ូសឬក៏សតភាពអញ្ចឹងណាបាទຂະຫນາດវាគិតជាអង្សាសេអញ្ចឹងទៅតោះនេះអញ្ចឹងបាទហើយតេធំនេះគិតជាកែវិនណាបាទហើយមួយទៀតអឹមធំគេហៅវាថាម៉ាស់ម៉ូលបាទម៉ាស់ម៉ូលនៃឧស្ម័នដែលគិតជាគីឡូក្រាមក្នុង1ម៉ូលតោះនេះអញ្ចឹងបាទហើយមួយទៀតM0 បាទ M0 នេះយើងហៅថាម៉ាស់របស់ម៉ូលេគុលនីមួយៗបាទនៅឧស្ម័នអញ្ចឹងឧស្ម័នវាមានម៉ូលេគុលច្រើនណាតាំងដោយបើម៉ាស់ឧស្ម័នគេតាំងដោយ M បាទ M តូចអញ្ចឹងណាដោយសារតែម៉ូលេគុលច្រើនអញ្ចឹងណាហើយម៉ូលេគុលមួយៗនេះគេតាំងវាដោយម៉ាស់របស់វាហ្នឹងគឺM0 បាទអញ្ចឹងម៉ាស់របស់ម៉ូលេគុលមួយៗគេតាំងវាដោយ M0 តោះនេះអញ្ចឹងបាទយើងគិតជាគីឡូក្រាមក្នុង1ម៉ូលេគុលបាទតាមរូបមន្តណាប៉ុន្តែអ្នកខ្លះគេដាក់តែគីឡូក្រាមទេបើមិនតែយើងគិតតាមរូបមន្តយើងຂະຫນາດបានន័យថាម៉ាស់ម៉ូលេគុលនេះគឺគីឡូក្រាមក្នុង1ម៉ូលេគុលតោះនេះអញ្ចឹងបាទ
KB នេះគេហៅថា Tablesman បាទ Tablesman ហ្នឹងគឺមានតម្លៃរបស់វាហ្នឹងគឺ 1.38 គុណនឹង 10 គុណដក 23 Joule ក្នុង1 Kelvin បាទអញ្ចឹងណាបាទហើយមួយទៀតហ្នឹងគឺបាទមួយទៀតហ្នឹងគឺ air បាទ air ណា air ហ្នឹងគេហៅថា Tablesman បាទឬក៏ Tablesman ក៏បានដែរយើងហៅខ្លីណាបាទ Tablesman បរិសុទ្ធបាទតោះនេះយើងបើណាបើសភអង់គ្លេសគេច្រើនតាំង AU សន្ទុះ U បាទ សន្ទុះ U អ៊ុយបាទបើថាបារាំងគេហៅអ៊ុយបើអង់គ្លេសគេហៅ RU បាទតាំង RU ណាបាទតោះនេះយើងអញ្ចឹងក្រោយពីការរំលឹករូបមន្តដែលតកតងជាមួយនឹងលំហាត់ដែលធ្លាប់ប្រឡងចេញនៅសម័យប្រឡងថ្ងៃទី25ខែកក្កដាឆ្នាំ2011បាទតោះនេះយើងអញ្ចឹងយើងមកខាតពេលយើងដោះស្រាយលំហាត់ទាំងអស់គ្នាណាបាទឥឡូវយើងចូលមកកាន់ដំណោះស្រាយនៃវិទ្យាសាស្ត្ររូបវិទ្យាពីថ្នាក់វិទ្យាសាស្ត្រសង្គមដែលនៅសម័យប្រឡងហ្នឹង25កក្កដាឆ្នាំ2011ដែលលំហាត់ដែលលោកគ្រូដកស្រង់មកកែឲ្យនេះគឺលំហាត់ទី1នៃវិទ្យាសាស្ត្រអញ្ចឹងគេថាយើងកណនាលើបឿនប្រសិទ្ធនៃឧស្ម័ន12សែននៅសីតុណ្ហភាពសូនអង្សាសេហើយគេឲ្យថេឧស្ម័នហ្នឹងគឺស្មើប៉ុណ្ណឹងហើយម៉ាស់ម៉ូមកប៉ុណ្ណឹងអញ្ចឹងនៅក្នុងលំហាត់នេះគេប្រាប់សីតុណ្ហភាពតេតូច1អង្សាសេហើយគេប្រាប់គេប្រាប់ម៉ាស់ម៉ូរបស់វាណាបាទតោះនេះចឹងហើយគេឲ្យកណនាលើបឿនប្រសិទ្ធបាទអញ្ចឹងយើងទៅសេមកយើងដាក់ថាកណនាលើបឿនប្រសិទ្ធនៃម៉ូលេគុលឧស្ម័នតោះនេះចឹងបាទហើយយើងប្រើពាក្យថាគេមានឬក៏តាមរូបមន្តអញ្ចឹងណាគេមាន V ស្មើនឹងឬការ៉េនៃ 3t លើ m ធំឬក៏ស្មើនឹង 3kVt លើ m 0ហើយយើងមើលថារូបមន្តនេះពីនេះយើងគួរប្រើមួយណាបាទបើសិនជាសមត្ថកម្មគេឲ្យមកតម្រូវឲ្យត្រូវនឹងរូបមន្តមួយណាយើងប្រើមួយនឹងអញ្ចឹងយើងមើលគេឲ្យ m មកហើយ m មកអញ្ចឹងបានន័យថាយើងប្រើរូបមន្តមួយនេះរូបមន្តនេះយើងប្រើអត់បានទេដោយសារតែយើងអត់ស្គាល់តួអង្គតោះនេះអញ្ចឹងបាទអញ្ចឹងយើងយកនេះមកប្រើបាទអញ្ចឹងគេបាន VMS ស្មើឬការ៉េនៃ 3t លើ m ធំដោយR ស្មើនឹង 8.31 Joule ក្នុង1 mol Kelvin Tablesman បាទឬក៏ Tablesman នៃសម្បកសុទ្ធហើយអំធំជាម៉ាស់ម៉ូស្មានគឺស្មើនឹង32គុណនឹង10គុណដល់3គីឡូក្រាមបាទក្នុង1 mol តោះនេះចឹងបាទគេឲ្យមកណាបាទហើយមួយទៀតអ្វីដែលយើងត្រូវដឹងគឺគេឲ្យសីតុណ្ហភាពមកគឺ0អង្សាសេអញ្ចឹងយើងបំលែងទៅតេធំមកតេតូចបូក273ដោយសារតេតូច0ហើយយើងដាក់តេធំមកស្មើនឹង273 Kelvin តែម្ដងតោះនេះចឹងបាទយើងយកតម្លៃនៃតួអង្គទាំងអស់នេះយើងទៅចុះចូលនៅក្នុងរូបមន្តរបស់យើងជំនួសចូលមកយើងបាន VMS អញ្ចឹង3យើងទុកដដែល R យើងចំនួនដោយ 3.31បច្ចុប្បន្នភាពគេឲ្យយើងជួសទាំងຂະຫນាតចូលបាទយើងមិនជួសក៏បានដែរប៉ុន្តែគាត់ថានៅក្នុងភពឯកសារបរទេសភាគច្រើនគេជួសទាំងຂະຫນាតចូលតោះនេះចឹងបាទហើយគេមិនដែលប្រាប់ដោយនេះទេបាទគេជួសទាំងຂະຫນាតចូលបាទតោះនេះចឹងបាទហើយកន្លែងតេនេះយើងជួសដោយ273 Kelvin បាទហើយធំយើងជួសមកបាទ42គុណដល់គុណដល់3គីឡូក្រាមក្នុង1 mol អញ្ចឹងយើងគុណផ្នែកខាងលើមុនទៅបាទប៉ុន្តែយើងមើលຂະຫນាតយើងមើលຂະຫນាតថាការនេះការដូចគ្នាប៉ុន្តែការនេះនៅភាគបែងហើយការនេះនៅភាគយកអញ្ចឹងយើងសម្រួលការចោលទៅតោះនេះអញ្ចឹងហើយខាងក្រៅយើងមើលមានຂະຫນាត mol ខាងលើមាន mol ដែរប៉ុន្តែវានៅភាគបែងទាំងអស់គ្នាអញ្ចឹងយើងរុញ mol ទៅលើទៅយើងសម្រួល mol ចោលទៅណាអញ្ចឹងពេលនោះយើងនៅសល់តែຂະຫນាត Joule ក្នុង1គីឡូក្រាមទេ
ขนาดซูក្នុង1 mol ក្នុង1 mol សំដៅស៊ូក្នុង1 kg ចឹង3គុណនឹង 8.31 គុណនឹង 273 មកតោះនេះចឹងហើយអាលេខខាងក្រោយទូរស័ព្ទដែរចឹងយើងគុណមកយើងបានក្នុងរឿងហ្នឹងគឺ 6805 គឺបៀស 89 ស៊ូចែកឲ្យ 32 គុណដល់ស្គុណដល់ 3 គីឡូក្រាមតោះនេះចឹងបាទយើងសម្រួលខ្នាតស្ដាប់ប៉ុណ្ណឹងបន្តមកទៀតយើងត្រូវដឹងថាក្នុងស៊ូក្នុង1 គីឡូក្រាមវាត្រូវស្មើនឹងម៉ែត្រការ៉េក្នុង1វិនាទីយើងម្លែងខ្នាតតាក់ទងជាមួយនឹងរូបមន្តការស្មើ1លើពី mv ការ៉េអញ្ចឹងបើយើងទីរវេទៅតោះនេះចឹងយើងបាន 2k លើ m បាទបាន 2k លើ m អញ្ចឹងការស៊ូm គីឡូក្រាមអញ្ចឹងv ការ៉េវាខ្នាតរបស់វាយើងអាចគិតជាម៉ែត្រការ៉េក្នុងវិនាទីការ៉េអញ្ចឹងម៉ែត្រការ៉េក្នុងវិនាទីការ៉េវាស្មើស៊ូក្នុង1 គីឡូក្រាមអញ្ចឹងនេះយើងជំនួសវាដោយម៉ែត្រការ៉េក្នុង1វិនាទីការ៉េហើយយើងចែកមកហើយយើង10សេគុណ3យើងរុញទៅលើវាទៅជា10សេគុណ3 10សេគុណដល់3នេះយើងរុញទៅលើទៅ10សេគុណដល់3យើងរុញទៅលើទៅយើងបាន10សេគុណ3តោះនេះអញ្ចឹងយើងចែកទៅយើងឃើញ212បៀស84គុណនឹង10សេគុណ3 10សេគុណ3នេះបានប៉ុណ្ណាយើងបានមកពីដក3រុញទៅលើហើយស៊ូក្នុង1 គីឡូក្រាមយើងជំនួសដោយប៉ុណ្ណេះតោះនេះអញ្ចឹងតមកទៀតខ្ញុំរំកិលក្បៀសយើងរំកិលក្បៀសមកក្រោយវិញណាមិនទៅមុខណាបាទដើម្បីឲ្យ10សេគុណ3វាឡើងទៅ10សេគុណ4អញ្ចឹងរំកិលមកយើងបាន21ចុចបាទយើងរំកិលមកមុខមកយើងបាន21ចុច200សំទោ2984គុណ10សេគុណ4អញ្ចឹង10សេគុណ4វាអាចចេញពីឬបានតោះនេះអញ្ចឹងបាទ10សេគុណ4យើងអាចលើកយើងអាចដាក់10ការ៉េលើកជាសេគុណ2តោះនេះអញ្ចឹងបាទអញ្ចឹងយើង21.2684នេះគេអាចឲ្យមកនៅក្នុងពេលប្រឡងគេឲ្យតម្លៃមកគេឲ្យប្រាកាជិលគេឲ្យតម្លៃនឹងមកតោះនេះអញ្ចឹងបាទជាឲ្យតម្លៃនៅក្នុងរឹសគេឲ្យតម្លៃក្នុងរឹសមកយើងអាចគេនេះមកចាញ់ណាតោះនេះអញ្ចឹងយើងចាញ់ពីរឹសមកយើងបាន 4.6117 គុណ10សេគុណ2 10សេគុណ2នេះបានមកពីណាបានមកពី10សេគុណ4ក្នុងរឹសនេះបាទចាញ់មកប៉ុណ្ណឹងណាហើយម៉ែត្រការ៉េក្នុងវិធីការ៉េចាញ់បានប៉ុណ្ណេះតោះនេះអញ្ចឹងឥឡូវនេះខ្ញុំចង់បំបត្តិ10សេគុណ2ចោលខ្ញុំរំកិលមកក្រោយបាទ2ខ្ទង់អញ្ចឹងខ្ញុំបាន461គុណនឹង10សេគុណសំទោស461គុណនឹង17បាទតោះនេះយើងរំកិលមកហើយយើងរំកិលមកដក10សេគុណដក2យើងគុណនឹង10សេគុណ2យើងស៊ីសងគ្នាមកសល់10សេគុណ0បាទ10សេគុណ0មក1បាទតោះនេះអញ្ចឹងបាទអញ្ចឹងយើងបានប៉ុណ្ណេះអញ្ចឹងលបឿនឬការ៉េនៃការ៉េសំដៅជាសាយលបឿនប្រសិទ្ធរបស់យើងគឺស្មើនឹងប៉ុណ្ណឹងឬក៏ឬការ៉េនៃការ៉េលបឿនមធ្យមរបស់យើងស្មើប៉ុណ្ណឹងណាបាទស្មើនឹង 461.17 ម៉ែត្រក្នុងវិទីបាទអញ្ចឹងអរគុណច្រើនសម្រាប់ការតាមដានជួបគ្នានៅឱកាសក្រោយទៀតបាទអរគុណ